សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរ Channel ពុភានិទានក៏បានលើកឡើងនៅតំបន់ទេសចរមួយកន្លែងគឺទឹកធ្លាក់ច្រកលៀងអ្នកទាំងអស់គ្នាប្រកាសជាធ្លាប់ឮហើយគឺទឹកធ្លាក់ច្រកលៀងដែលស្ថិតនៅក្នុងឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់ដែលមានសមាគមទេសចររមណីយដ្ឋាននេះគឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ប្រណិតមួយដែលបង្កប់នៅក្នុងព្រៃធម្មជាតិនៃកំរងជួរភ្នំអរ៉ាល់នៃខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណ77គីឡូម៉ែត្រពីទីក្រុងពោធិ៍សាត់និងមានចម្ងាយប្រមាណ195គីឡូម៉ែត្រពីរាជធានីភ្នំពេញរមណីយដ្ឋាននេះគ្រប់គ្រងដោយប្រជាសហគមន៍ក្នុងឃុំឈើតុំដើម្បីប្រែក្លាយឲ្យមានការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាពក្នុងការទ្រទ្រង់និរន្តរភាពបរិស្ថាននិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលរស់នៅទីនោះបាទអ្នកទាំងអស់គ្នាចង់ទៅលេងកម្សាន្តនៅទីនោះក៏ដូចជាភ្ញៀវទេសចរផ្សេងៗអាចធ្វើដំណើរទៅដល់ទីប្រជុំជនស្រុកក្រគរត្រង់ផ្លូវបំបែកជា4បត់តាមផ្លូវជាតិលេខ 53B ចម្ងាយ41គីឡូម៉ែត្រជាការស្រេចនិងកុំបារម្ភពីការច្រឡំផ្លូវព្រោះសហគមន៍មានដាក់ស្លាកសញ្ញាដើម្បីងាយស្រួលបង្ហាញផ្លូវបងប្អូនទៅដល់ទីកន្លែងសម្រាប់ទេសភាពនៅទីនេះគឺជារមណីយដ្ឋានដែលមានសម្រស់ធម្មជាតិជាចម្បងក្នុងការទាក់ទាញភ្ញៀវទេសចរពិសេសសម្រស់ព្រៃភ្នំសម្រស់ទឹកជ្រោះទឹកហូរលើផ្ទាំងថ្មតូចធំត្រជាក់គ្រប់រដូវកាលនិងមិនចេះរីងស្ងួតរមណីយដ្ឋាននេះត្រូវបានរៀបចំសម្រាប់ងូតទឹកកម្សាន្តជាច្រើនកន្លែងនិងត្រូវបានបែងចែកជា11កន្លែងរីឯការកម្សាន្តផ្ដោតទៅលើការងូតទឹកគយគន់ទេសភាពធម្មជាតិក្រោមម្លប់ឈើតូចធំការទទួលទានអាហារជួបជុំលក្ខណៈគ្រួសារជាពិសេសបងប្អូនធ្វើការបោះតង់ឬក៏មានទ្រីបកម្សាន្តលក្ខណៈជុំគ្រួសារក៏ដូចជាមិត្តភ័ក្តិពិតជាមានបរិយាកាសល្អប្រសើរពិតមែនដោយសារតែអមទៅដោយទឹកជ្រោះនិងសម្រស់ធម្មជាតិជ្រលងដងភ្នំដ៏ស្រស់ស្អាតបែបធម្មជាតិនេះជាមូលហេតុដែលទាក់ទាញភ្ញៀវទេសចរទៅយ៉ាងច្រើនទាំងភ្ញៀវជាតិនិងអន្តរជាតិគឺនៅរដូវទឹកធ្លាក់គឺរដូវភ្ជុំចន្លោះខែ9ខែ10ឬក៏ខែ11គឺទេសភាពកំពុងពោពេញស្អាតស្រស់ត្រកាល